ปราสาทตาปรุมตนเลบาตีสถานในรมณียฐานตนเลบาตีขนภูมิศาสตร์ภูมิถนนตะขณะคมแกร่งถนนสรกบาตีขายตาแก้วเม่นจงไง34 กิโลเมตรปีริจิเทนีพนมเปงตามเพลาจิตเล็กปีปราสาทนี้สองลางในศตวรรษที่10 ปีหนึ่งดามศตวรรษที่13ปีชนะมวยปอนมือ181ดอกชนะมวยปอนปี101ធ្វើពីថ្មភក់ប្រកបដោយក្បួនក្បាច់រចនាដ៏វិចិត្រប្រហាក់ប្រហែលនឹងប្រាសាទតាព្រំនៅខេត្តសៀមរាបដែរព្រោះស្ថាបត្យកម្មនេះស្ថិតនៅក្នុងរចនាបថបាយ័ននារជ្ជកាលព្រះបាទជ័យវរ្ម័នទី7ដែលជាអធិរាជនៃចក្រភពកម្ពុជាប្រាសាទនេះមានបរិវេណទំហំបណ្ដោយ150ម៉ែត្រនិងទទឹងប្រវែង45ម៉ែត្រនិងប្រាសាទមានកម្ពស់12ម៉ែត្រនៅប្រាង្គកណ្ដាលមានផ្តែរជារូបព្រះពុទ្ធចូលនិព្វានដែលរូបចម្លាក់នេះឆ្លាក់នៅសម័យក្រោយគឺនៅសតវត្សទី16ក្នុងរយៈព្រះបាទចន្ទ្ររាជាទី1បន្ទាប់ពីបញ្ចប់ศึกសង្គ្រាមជាមួយដែនដីចម្ប៉ารំដោះបានរាជធានីអង្គរនិងមាតុភូមិជាស្ថាពរមកព្រះបាទជ័យវរ្ម័នទី7ចាប់ផ្ដើមធ្វើការបង្រួបបង្រួមជាតិតាមមាគ៌ាសន្តិភាពនៅភាវុបនីយកម្មដោយបន្ស៊ីភ្ជាប់គ្នារវាងព្រះពុទ្ធសាសនាមហាយាននិងព្រហ្មញ្ញសាសនាគោរពអាទិទេពទាំង3ឬត្រីមូតិការបង្រួបបង្រួមនេះស្តែងចេញតាមរយៈសំណង់ប្រាសាទធំមានជាអាទិប្រាសាទបាយ័នប្រាសាទបន្ទាយក្តីប្រាសាទព្រះខ័នប្រាសាទបន្ទាយឆ្មាស្រះស្រង់ប្រាសាទនាគព័ន្ធប្រាសាទតាសោមប្រាសាទក្រលគោមហាកំពែងព័ទ្ធជុំវិញក្រុងអង្គរធំជាដើមដោយឡែកប្រាសាទតាព្រំទាំងពីរនៅខេត្តសៀមរាបនិងខេត្តតាកែវត្រូវបានស្ថាបនាឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះលោកីសុរៈនិងយកធ្វើជាអារាមសម្រាប់ព្រះសង្ឃគង់នៅរហូតដល់ប្រាសាទតាព្រំនៅតំបន់អង្គរមានឈ្មោះដើមថារាជវិហារសម្រាប់ប្រាសាទតាព្រំនៅទន្លេបាទីទោះបីជាវិសាលភាពតូចជាងប្រាសាទទី1នៅតំបន់អង្គរក្តីក៏ទឹកតាំងបង្ហាញថាវាមានលក្ខណៈជាអារាមឬជាបូជនីយដ្ឋានដ៏ពិសិដ្ឋនៅទន្លេបាទីគ្មានភ្នំនៅជិតទេតើដូនតាខ្មែរយកថ្មពីណាមកកសាងប្រាសាទសំណួរនេះត្រូវបានអ្នកប្រវត្តិសាស្ត្របកស្រាយថាគេត្រូវដឹកតាមប្រទេសដាត់ខ្នងដំរីដាក់សំប៉ៅនាំយកផ្ទាំងថ្មទាំងនោះដែលរួមមានថ្មបាយក្រៀមនិងថ្មផុសពីភ្នំឆ្ងាយៗមកកសាងឲ្យកោតជាប្រាសាទនេះឡើងដែលកំពូលប្រាសាទកណ្ដាលមានកម្ពស់ដល់ទៅ14ម៉ែត្រចំណែកបរិវេណកំពែងមានបណ្ដោយ150ម៉ែត្រនិងទទឹងប្រវែង95ម៉ែត្រនិងប្រាសាទមានកម្ពស់12ម៉ែត្រនៅអមសងខាងផ្លូវចូលកាន់ពុំកណ្ដាលមានស្រះទឹក